ការងារដំបូងបង្អស់ដែលខ្ញុំបានធ្វើគឺការដឹកសពនិយាយត្រង់ខ្ញុំធ្វើវាដើម្បីតែលុយប៉ុណ្ណោះចំនួនសពដែលខ្ញុំបានចុះនៅក្នុងភ្នូមានច្រើនជាង1000នាក់ហើយពេលយើងបើកថង់ចុះសពឡើងគឺមានដង្កូវនៅគ្រប់ទិសទីនៅពេលខ្ញុំកំពុងរុំសពសត្វពីសត្វនៅពីងពីងបានវាចេញពីមាត់ហើយមានដង្កូវតូចៗវាចេញពីច្រមុះនិងត្រចៀកនៅពេលគាត់ស្លាប់យើងត្រូវបានគេជូនដំណឹងហើយម្ដាយរបស់គាត់បាននិយាយថាទេខ្ញុំនឹងយកគាត់ទៅបូជាខ្ញុំបាននិយាយថាបងប្រុសរបស់អ្នកមូស្លីមគាត់ចង់ឲ្យគេបញ្ចុះតាមបែបអ៊ីស្លាមគាត់ថាទេដែលខាត់មិនបានទេនៅពេលសពត្រូវបានបញ្ចូលទៅក្នុងឡបូជាអ្នកដឹងទេថាមានអ្វីកើតឡើងនៅពេលប៉ះនឹងភ្លើងសពបានស្ទុះផ្លោះឡើងហើយគាត់បានស្រែកថាអោព្រះជាម្ចាស់គាត់នៅរស់ទេគាត់គឺជាអ្នកលាងសម្អាតសពជាង30ឆ្នាំមកហើយគាត់បានចាប់ដៃខ្ញុំយកទៅដាក់លើជើងរបស់គាត់ហើយនិយាយថាឥឡូវនេះខ្ញុំសប្បាយចិត្តហើយអ្នកអាចលាងសម្អាតសពខ្ញុំបាននៅពេលខ្ញុំស្លាប់ប៉ូលីសបានឃើញពួកគេហើយបានចុចស៊ីរ៉ែនឲ្យអែបខាត់ប៉ុន្តែពួកគេមិនបានឈប់ទេពួកគេនៅតែបន្តបើកបររថយន្តនោះក៏បានជួបគ្រោះថ្នាក់ក្មេងប្រុសទាំងពីរនាក់ត្រូវបានភ្លើងឆេះស្លាប់ 99.9% គេសួរខ្ញុំថាតើអ្នកនឹងលាងសពពួកគេដោយរបៀបណាខ្ញុំឆ្លើយថាខ្ញុំត្រូវតែធ្វើដូច្នេះយើងក៏បានដាក់សពនៅលើតុពេលខ្ញុំនឹកឃើញដល់ការចុះហត្ថលេខាលើលិខិតមរណភាពរបស់ពួកខ្ញុំកំពុងបើកបរហើយខ្ញុំបានកលេចមើលទៅក្រោយរថយន្តសពរបស់គាត់នៅទីនោះគាត់ធ្លាប់តែលាងសម្អាតឲ្យខ្ញុំប៉ុន្តែឥឡូវនេះខ្ញុំជាអ្នកលាងសម្អាតឲ្យគាត់វិញនៅពេលខ្ញុំរុំសពគាត់ហើយបានប៉ះសាច់ដល់ត្រជាក់ខ្ញុំបាននិយាយថាពុកអ្នកមិនបានបាត់បង់ទៅណាទេវាទើបតែចាប់ផ្ដើមប៉ុណ្ណោះអស្សឡាមអាឡៃគុំអាហ្មាត់ហ្វារ៉ាជសូមអរគុណយ៉ាងជ្រាលជ្រៅដែលបានមកចូលរួមជាមួយយើងក៏ត្រូវបានគេស្គាល់ថាជា Muslim Undertaker ហើយយើងរីករាយណាស់ដែលបានជួបអ្នកចាអល់ឡោះខេរខ្ញុំរីករាយណាស់ដែលបានជួបអ្នកហើយទីបំផុតយើងបានជួបគ្នាមែនតើអ្នកអាចរៀបរាប់បន្តិចបន្តួចអំពីជីវិតរបស់អ្នកបានទេខ្ញុំមានប្រភពមកពីមជ្ឈមបូព៌ាជីដូនជីតារបស់ខ្ញុំបានធ្វើដំណើរពីប្រទេសលីបង់មកកាន់អូស្ត្រាលីកាលពីសង្គ្រាមលោកលើកទី2យើងបានកើតនៅស៊ីដនីប្រទេសអូស្ត្រាលីដោយក្មេងប្រុសទូទៅដែរខ្ញុំលេងកីឡាគ្រីកេតបាល់ទាត់អត្តពលកម្មហើយបន្តមកបណ្ដាលនឹងការ៉ាតេការងារដំបូងដែលខ្ញុំបានធ្វើកាលពីនៅក្មេងគឺការដឹកសពពីទីនោះខ្ញុំបានខ្លាចជាអ្នកជីកភ្នូហើយបន្ទាប់មកខ្ញុំបានចូលជំរឿកាន់តែខ្លាំងនៅក្នុងពិភពនៃសេចក្តីស្លាប់និងថ្ងៃចុងក្រោយនៅលើផែនដីចាប់តាំងពីឆ្នាំ1996ដែលជាសពដំបូងគេដែលខ្ញុំបានបញ្ចុះរហូតមកដល់ពេលនេះចំនួនសពដែលខ្ញុំបានបញ្ចុះមានជាង 10000 នាក់ហើយសពដែលខ្ញុំបានលាងសម្អាតមានជាង 6000 នាក់ហេតុអ្វីបានជាអ្នកជ្រើសរើសយកការងារនេះនៅពេលខ្ញុំអាយុប្រហែល14-15ឆ្នាំការងារដំបូងគេដែលលេចឡើងគឺការដឹកសពសម្រាប់សហគមន៍យើងហើយនិយាយត្រង់ខ្ញុំធ្វើវាដើម្បីតែប្រាក់កាសប៉ុណ្ណោះខ្ញុំមិនមែនធ្វើដោយសារតែខ្ញុំចង់ដឹកសពនោះទេប៉ុន្តែការធ្វើការជាមួយសពទទួលបានប្រាក់កម្រៃខ្ពស់ដោយសារគ្មាននរណាម្នាក់ចង់ធ្វើការងារនេះឡើយហើយវាអាចកើតឡើងនៅពេលណាក៏បានក្នុងពេលយប់ខ្ញុំក៏គិតថាសពមួយទទួលបាន$30ប្រសិនបើមួយសប្តាហ៍បាន3សពគឺ$90វានឹងបានច្រើនណាស់នោះជាការគណនារបស់ខ្ញុំកាលនៅក្មេងព្រោះត្រូវការលុយប៉ុន្តែលក្ខខណ្ឌគឺខ្ញុំត្រូវតែនាំនរណាម្នាក់ទៅជាមួយពេលមានការទូរស័ព្ទមកខ្ញុំប្រាប់មិត្តភ័ក្តិថាតើឯងអាចទៅជាមួយខ្ញុំបន្តិចបានទេខ្ញុំមានការប្រញាប់ពេលទៅដល់មន្ទីរពេទ្យលើកសពមិត្តខ្ញុំសួរថាតើឯងកំពុងធ្វើស្អីហ្នឹងខ្ញុំក៏ឲ្យគេជួយលើកសពជាមួយខ្ញុំបន្ទាប់ពីដឹកសពរួចខ្ញុំយកពួកគេមកកាន់យានដ្ឋានហើយច្រើនឆ្នាំក្រោយមកមនុស្សចាស់ៗបានស្លាប់ទៅគ្មាននរណាម្នាក់ធ្វើការងារនេះក្រៅពីខ្ញុំឡើយតើពុកម៉ែបងប្អូនមានអារម្មណ៍ភ័យខ្លាចទេនៅពេលឮអំពីការងាររបស់អ្នកពួកគេមានអារម្មណ៍ចាប់អារម្មណ៍ខ្លាំងណាស់មនុស្សចាស់ខ្លះមានអបិយជំនឿពេលខ្ញុំទៅចាប់ដៃពួកគេធ្វើមុខឆ្ងល់ខ្ញុំប្រាប់ថាមិនអីទេថ្ងៃនេះខ្ញុំទើបតែលាងសពបាន2នាក់ទេបន្ទាប់មកពួកគេសម្លឹងមើលខ្ញុំហើយនិយាយថានៅពេលខ្ញុំស្លាប់សូមជួយមើលថែខ្ញុំផងខ្ញុំឆ្លើយថាកុំបារម្ភអីអ៊ំគ្រាន់តែស្លាប់ទៅទុកភាគច្រើនទៀតឲ្យខ្ញុំជាអ្នកចាត់ចែងខ្ញុំតែងតែគោរពមនុស្សចាស់តើអ្នកមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលអ្នកបានលាងសម្អាតសពមនុស្សជាលើកដំបូងគាត់គឺជាបុរសដែលខ្ញុំតែងតែឈរនៅក្បែរគាត់ជាអ្នកលាងសម្អាតសពអស់រយៈពេលជាង30ឆ្នាំហើយគាត់បានបង្រៀនខ្ញុំយ៉ាងច្រើនខ្ញុំបានរៀនសូត្រពីគាត់ប្រៀបដូចជាឪពុកម្ដាយរបស់ខ្ញុំអញ្ចឹងកូនរបស់គាត់ទាំងអស់ត្រូវបានគេធ្វើឃាតហើយគាត់ផ្ទាល់ជាអ្នកលាងសម្អាតសពពួកគេហើយខ្ញុំចាំថាគាត់ថែមទាំងបានកប់សពភរិយារបស់គាត់ទៀតផងជាធម្មតាពេលគាត់មានអាយុ80ជាងគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺហើយខ្ញុំក៏បានចូលជំនួសគាត់ដើម្បីចាប់ផ្ដើមលាងសម្អាតសពក្នុងពេលដែលគាត់ត្រូវចូលសម្រាប់នៅមន្ទីរពេទ្យហើយថ្ងៃមួយគាត់ក៏បានមកដល់ពេលនោះមានពិធីបុណ្យសពសម្រាប់បុរសវ័យក្មេងម្នាក់ដូច្នេះមានមនុស្សវ័យក្មេងជាច្រើននៅទីនោះគាត់មិនដឹងមកពីណាឡើយហើយមនុស្សនៅទីនោះបាននិយាយមកកាន់ខ្ញុំថាគាត់បានត្រឡប់មកវិញដើម្បីយកការងាររបស់គាត់ខ្ញុំបាននិយាយថាវាជាការងាររបស់គាត់មិនមែនជាការងាររបស់ខ្ញុំទេគាត់បានយកកៅអីមួយហើយតុលាងសពនៅទីនេះគាត់បានដាក់កៅអីនៅចំពីមុខតុលាងសពតែម្ដងគាត់បានសម្លឹងមើលមកខ្ញុំគាត់ជាបរិសុទ្ធរឹងមាំមិនបាត់ណាគាត់និយាយថាចាប់ផ្ដើមទៅខ្ញុំក៏បានសូត្រថារបាឆ្លាស់លីសារីវ៉ៃស៊ីលីអាមរីប៊ីស្មិលឡាហ៊ររ៉ាហ្មានអររ៉ាហ៊ីមខ្ញុំធ្លាប់ធ្វើបែបនេះពីមុនមកហើយរួចខ្ញុំក៏បានលាងសម្អាតហើយគាត់អង្គុយមើលគាត់បានប្រាប់ខ្ញុំម្ដងពីរដងថាថែមបន្តិចទៀតពេលខ្ញុំធ្វើរួចគាត់ក៏ក្រោកឈរដើរចូលទៅក្នុងការិយាល័យហើយអង្គុយនៅទីនោះខ្ញុំបានបញ្ចប់ការលាងសម្អាតនិងការរុំសពគាត់និយាយថាចូលមកអង្គុយក្បែរខ្ញុំគាត់បានចាប់ដៃខ្ញុំយកមកដាក់លើផ្អែកភ្លើរបស់គាត់ហើយនិយាយថាឥឡូវនេះខ្ញុំសប្បាយចិត្តហើយអ្នកអាចលាងសម្អាតសពខ្ញុំបានពេលខ្ញុំស្លាប់ស៊ុបហានឡោះហើយគាត់ក៏បានដើរចេញទៅខ្ញុំបានសម្លឹងមើលតាមបង្អួចគាត់មានរបៀបដើរផ្ទាល់ខ្លួនរបស់គាត់បែបនេះហើយបរិសម្នាក់នោះបាននិយាយមកខ្ញុំថាគាត់នឹងត្រឡប់មកយកការងារគាត់វិញខ្ញុំនិយាយថាទេគាត់មកដើម្បីលាជាចុងក្រោយប៉ុណ្ណោះគាត់នឹងមិនត្រឡប់មកវិញទេប៉ុន្មានថ្ងៃក្រោយមកគាត់ក៏បានលាចាកលោកហើយបន្ទាប់មកខ្ញុំបានលាងសម្អាតសពរបស់គាត់អ្នកលាងសពត្រូវបានគេលាងសម្អាតវិញស្បត់នឹងអល់ឡោះខ្ញុំបានកប់គាត់នឹងលាងសម្អាតគាត់ព្រមទាំងរៀបចំគ្រប់យ៉ាងហើយគាត់ត្រូវបានគេបញ្ចុះនៅជិតម្ដាយរបស់ខ្ញុំនៅពីក្រោយម្ដាយខ្ញុំដូច្នេះរាល់ពេលខ្ញុំទៅមើលម្ដាយខ្ញុំតែងតែឃើញគាត់តើអ្នកធ្លាប់មានអារម្មណ៍ភ័យខ្លាចខ្លាំងដែរទេក្នុងពេលលាងសម្អាតសពមិនមែនភ័យខ្លាចទេប៉ុន្តែមានអារម្មណ៍ទន់ភ្លន់និងរភើបចិត្តជាកាលពីពេលថ្មីនេះខ្ញុំបានលាងសម្អាតសពមនុស្សម្នាក់ដែលគាត់បានស្លាប់អស់ជាច្រើនថ្ងៃមកហើយពួកយើងនៅរដូវក្តៅសីតុណ្ហភាពលើសពី40អង្សានៅអូស្ត្រាលីសពនៅក្នុងកម្ដៅក្តៅគឺរលួយលឿនណាស់យើងបានទៅយកគាត់គ្មានគ្រួសារទេយើងបានបើកថង់ឆក់សពហើយទៅកើមាននៅគ្រប់ទីកន្លែងព្រមទាំងនៅកើពណ៌សហើយអ្នកដឹងទេ
សុផានឡោះខ្ញុំបានសម្អាតគាត់តាមដែលអាចធ្វើបានបន្ទាប់មកខ្ញុំចាប់ផ្ដើមលាងសម្អាតពេលរួចរាល់យើងជូតឲ្យស្ងួតនិងរុំសពពេលខ្ញុំកំពុងរុំសពសត្វពពាបានចាប់ផ្ដើមវាចេញពីរន្ធមាត់ហើយដង្កូវតូចៗខ្លះបានវាចេញពីរន្ធច្រមុះនិងត្រចៀករបស់គាត់ តើអ្នកធ្លាប់បានលាងសម្អាតសពដែលខូចខាតធ្ងន់ធ្ងរដែរឬទេហើយតើករណីណាដ៏លំបាកបំផុតដែលអ្នកធ្លាប់បានជួប ខ្ញុំចាំបានថាក្មេងប្រុសពីរនាក់អាយុមិនទាន់ដល់20ឆ្នាំផងជាមិត្តភក្តិល្អនឹងគ្នាពួកគេបានទៅកន្លែងហាត់ប្រាណនៅម៉ោងប្រហែល11យប់ពួកគេបានហាត់ប្រាណហើយម្នាក់ក្នុងចំណោមពួកគេគ្មានបានបើកបរទេបានបើកបរត្រូវបានព្យួរដូច្នេះពេលពួកគេកំពុងត្រឡប់មកវិញប៉ូលីសបានឃើញហើយដាក់ស៊ីរ៉ែនឲ្យអែបគៀនពួកគេមិនបានឈប់ទេពួកគេបន្តបើកទៅមុខទៀតអ្វីដែលកើតឡើងបន្ទាប់មកយើងមិនដឹងទេប៉ុន្តែរថយន្តបានជួបគ្រោះថ្នាក់និងភ្លុះឆេះក្មេងប្រុសទាំងពីរត្រូវភ្លើងឆេះស្លាប់ពេលខ្ញុំនិយាយថាឆេះគឺ99.9%គេសួរខ្ញុំថាតើអ្នកនឹងលាងសម្អាតពួកគេយ៉ាងដូចម្តេចខ្ញុំនិយាយថាខ្ញុំពឹងផ្អែកលើអល់ឡោះខ្ញុំត្រូវតែធ្វើព្រោះខ្ញុំដឹងថាក្មេងៗទាំងនេះធ្លាប់ស្រឡាញ់ខ្ញុំពួកគេធ្លាប់ឃើញខ្ញុំនៅកន្លែងហាត់ប្រាណខ្ញុំជាគំរូសម្រាប់ពួកគេដូច្នេះយើងដាក់ពួកគេលើតុខ្ញុំយកកន្សែងជ្រលក់ទឹកបោះចូលធុងសម្រាប់កន្សែងមួយទៀតជូតស្រាលៗបោះចូលធុងសម្រាប់ខ្ញុំគិតថាខ្ញុំប្រើកន្សែងអស់ប្រហែល20ជាងដើម្បីតែមនសិការរបស់ខ្ញុំថាខ្ញុំបានលាងសម្អាតពួកគេរួចរាល់ស៊ុបហានឡោះខ្ញុំចាំថាមិនយូរប៉ុន្មានទេយើងបានទៅកាន់អាផាតមិនមួយហើយយើងត្រូវបានគេហៅប៉ូលីសនៅទីនោះហើយពួកគេបានធុញទ្រាយចូលបរិសម្នាក់នៅខាងក្នុងរដូវរងាម៉ាស៊ីនកម្ដៅនៅតែបើកចោលហើយគាត់បានស្លាប់នៅជិតម៉ាស៊ីនកម្ដៅអស់រយៈពេល6សប្តាហ៍មកហើយដូច្នេះរាងកាយរបស់គាត់បានផ្ទុះពោះរបស់គាត់បានផ្ទុះហើមប៉ោងនឹងកំពុងរលួយហើយវាជារូបភាពដ៏រន្ធត់ណាស់ប៉ូលីសម្នាក់ខ្ញុំចាំថាបានរត់ចេញក្រៅទប់អារម្មណ៍មិនបានបែបនេះស៊ុបហានឡោះខ្ញុំចាំថាយើងបានលើកគាត់ឡើងហើយអ្នកដឹងទេទម្ងន់សពធ្ងន់ណាស់យកគាត់ត្រឡប់ទៅកន្លែងរៀបចំសពហើយខ្ញុំចាំថាក្លិនស្អុយខ្លាំងរហូតដល់ជាប់នៅទីនោះអស់រយៈពេលយ៉ាងយូរអ្នកនៅតែអាចធំក្លិនវារហូតដល់ពេលយូរបែបនោះព្រោះរាងកាយបានរលួយធ្ងន់ធ្ងរខ្លាំងណាស់ជួនកាលអ្វីដែលខ្ញុំធ្វើខ្ញុំមានថ្នាំហិតប្រេងកាឡាពីរខ្ញុំដាក់វានៅក្នុងច្បោះដូច្នេះដើម្បីឲ្យក្លិនប្រេងកាឡានៅជាប់រហូតបាទសេចក្តីស្លាប់មានក្លិនពិសេសមួយអ្នកដឹងទេមនុស្សដែលជាប៉ូលីសឬកោសលវិច័យពួកគេស្គាល់ក្លិននេះព្រោះពួកគេទៅកន្លែងដែលមនុស្សស្លាប់អស់រយៈពេលយូរឬកន្លែងកើតហេតុឧក្រិដ្ឋកម្មក្លិននេះគឺដូចគ្នា តើអ្នកធ្លាប់បានលាងសម្អាតសពកុមារដែរឬទេ យើងបានលាងសម្អាតសពកុមារជាច្រើនបាទសពកុមារធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំយំច្រើនពេលលាងសម្អាតសពកុមារជាពិសេសពេលខ្ញុំឃើញឪពុកម្ដាយជាពិសេសពេលវាជាកុមារដែលឪពុកនិយាយថាគេជាចម្លងដ៏តូចរបស់ខ្ញុំគេធ្លាប់ធ្វើតាមខ្ញុំនិងដើរតាមខ្ញុំគ្រប់ទីកន្លែងប៉ុន្តែវាជាការសាកល្បងពីអល់ឡោះខ្ញុំចាំបានថាក្មេងប្រុសម្នាក់នៅក្នុងថ្នាក់រៀនស្ត្រីម្នាក់ត្រូវសាលាហៅទៅជួបព្រោះកូនប្រុសរបស់គាត់បង្កបញ្ហាបន្តិចបន្តួចដូច្នេះគាត់បានទៅជួបនាយករងពេលគាត់កំពុងចាក់ចេញគាត់រៀបនឹងសង្កត់ឈ្នាន់ហ្គែដបទឹករបស់គាត់បានធ្លាក់ចូលក្រោមឈ្នាន់ហ្វ្រាំងដូច្នេះគាត់បានលូកយកដបទឹកហើយបានសង្កត់លើឈ្នាន់ហ្គែហើយរថយន្តបានស្ទុះទៅមុខមិនមែនថយក្រោយទេចូលទៅក្នុងអគារចូលទៅក្នុងបន្ទប់ដូចជាបន្ទប់នេះហើយបានបុកកុមារ2នាក់ស្លាប់ក្មេងអ៊ីស្លាមម្នាក់និងក្មេងមិនមែនអ៊ីស្លាមម្នាក់ស្ត្រីរូបនោះមានការរំភើបចិត្តយ៉ាងខ្លាំងគាត់មានអាយុច្រើនហើយពេលខ្ញុំកំពុងធ្វើពិធីបុណ្យសពឲ្យក្មេងប្រុសនោះឪពុករបស់គេបានឈរនៅជិតខ្ញុំក្នុងឡានខ្ញុំបានសួរគាត់ថាតើវាជាការពិតទេដែលអ្នកចង់សងសឹកព្រោះគាត់ជាអ្នកមូស្លីមហើយពួកគេជាមូស្លីមគាត់និយាយថាទេខ្ញុំអភ័យទោសឲ្យគាត់ខ្ញុំសួរថាអ្នកអភ័យទោសឲ្យគាត់មនុស្សកំពុងនិយាយថាមានការសងសឹកគាត់និយាយថាទេ6ខែមុនខ្ញុំបានទៅចូលរួមពិធីបុណ្យសពប្តីរបស់គាត់ពេលគាត់ស្លាប់ខ្ញុំបានទៅផ្ទះគាត់ថែមទាំងបានហូបបាយនៅផ្ទះគាត់ទៀតផងទេខ្ញុំអភ័យទោសឲ្យគាត់ពួកយើងកំពុងជិះឡានទៅកាន់វាលកប់សពដោយមានក្តារមឈូសនៅខាងក្រោយហើយកូនប្រុសរបស់គាត់នៅចម្ងាយត្រឹមប៉ុណ្ណេះពីគាត់ហើយគាត់កំពុងប្រាប់ពិភពលោកថាខ្ញុំអភ័យទោសឲ្យគាត់រឿងនេះបានល្បីសុសសាយពេញពិភពលោកវ៉ាវហើយអ្នកដឹងទេស៊ុបហានឡោះនេះបង្ហាញពីសាសនាអ៊ីស្លាមនេះជាសាសនាអ៊ីស្លាមពិតប្រាកដ តើអ្នកធ្លាប់ឮសំឡេងចេញពីរាងកាយសពដែរឬទេ រាងកាយសពជួនកាលបង្កើតសំឡេងអ្នកដឹងទេដូចជាខ្យល់ភាយចេញមកឬដូចជាសាច់ដុំធូររលុងជាពិសេសពេលអ្នកចាប់ផ្ដើមលាងទឹកក្តៅអ៊ុនដូច្នេះអ្វីៗនឹងធូររលុងពួកគេនឹងកន្ត្រាក់ដូចជាដៃនៅបែបនេះហើយវានឹងដូចជាអ្នកគិតថាអ្នកណាប៉ះខ្ញុំអ្នកដឹងទេប៉ុន្តែខ្ញុំដឹងថាវាជារឿងធម្មតាពួកគេមិនមែនមានជីវិតឡើយស៊ុបហានឡោះមានម្ដងនោះពេលយើងកំពុងបញ្ចុះសពហើយបរិសម្នាក់ឈរនៅលើមាត់រណ្ដៅខ្ញុំគិតថាគាត់មានទូរស័ព្ទនៅទីនេះហើយគាត់បានអោនទៅមុខហើយបានជួសទូរស័ព្ទចូលទៅក្នុងរណ្ដៅសពប៉ុន្តែគាត់មិនដឹងខ្លួនថាជួសទូរស័ព្ទទេដូច្នេះវាស្ថិតនៅបាតក្រោមដែលសពនៅដូច្នេះពេលយើងធ្វើរួចរាល់យើងគ្របក្តាររួចចាក់ដីហើយបន្ទាប់មកគាត់សួរថាតើទូរស័ព្ទខ្ញុំនៅណាអាចទេទៅទូរស័ព្ទខ្ញុំបានទេដូច្នេះខ្ញុំបានទេទៅទូរស័ព្ទគាត់ហើយពួកយើងឮសំឡេងទូរស័ព្ទរោហើយយើងដើរកាន់តែចិត្តទៅវាចេញមកពីក្នុងរណ្ដៅសពស៊ុបហានឡោះវាកំពុងរោក្នុងរណ្ដៅសពគាត់មើលមកខ្ញុំនិយាយថាសំណាងអាក្រក់ឲ្យបងប្រុសវាស្ទះនៅខាងក្នុងហើយ តើអ្នកអាចបញ្យល់មួយជំហានបានទេថាតើសពនឹងត្រូវលាងសម្អាតនិងបញ្ចុះយ៉ាងដូចម្តេចបន្ទាប់ពីស្លាប់ នៅពេលដល់វេលាស្លាប់របស់អ្នកអល់ឡោះទ្រង់តែងតាំងទេវតាឲ្យចុះមកមុនគេពួកគេគឺជាអ្នកដែលអង្គុយហើយជួនកាលអ្នកនឹងឃើញសពកំពុងសម្លឹងមើលអ្វីមួយនៅពេលកំណត់ទេវតានៃសេចក្តីស្លាប់នឹងឈរនៅក្បែរក្បាលរបស់អ្នកហើយប្រលឹងនឹងចាក់ចេញដោយដែលបានពិពណ៌នាដូចជាទឹកចាក់ចេញពីពែងយ៉ាងទន់ភ្លន់និងស្រួលនោះជាមូលហេតុដែលមនុស្សដកដង្ហើមចូលអ្នកឃើញទេពួកគេមិនដកដង្ហើមចេញទេពួកគេដកដង្ហើមចុងក្រោយចូលនៅពេលអ្នកស្លាប់ដង្ហើមចូលមិនមែនចេញទេនេះគឺជាសេចក្តីស្លាប់ភ្នែកសម្លឹងមើលទៅលើប្រសិនបើពួកគេបើកភ្នែកព្រោះពួកគេឃើញព្រលឹងរបស់ខ្លួនចាក់ចេញយើងមានក្រណាត់ពិសេសមួយយើងមានបញ្ជាទិញរាប់ពាន់ក្រណាត់នេះគ្របចាប់ពីទីនេះរហូតដល់ជង្គង់ហើយក្រណាត់នោះជាប្រភេទស្បែកខ្មៅន័យថាទឹកមិនជ្រាបឆ្លោះទេដូច្នេះប្រសិនបើអ្នកដាក់កន្សែងក្រោមទឹកតើមានអ្វីកើតឡើងវានឹងមើលធ្លុះប្រសិនបើអ្នកមានកន្សែងសពពីលើហើយយើងកំពុងលាងអ្នកនឹងឃើញគ្រប់យ៉ាងក្រណាត់នេះមិនមើលធ្លុះទេដូច្នេះអ្វីដែលយើងធ្វើគឺនៅពេលយើងទៅលាងសម្អាតយើងសម្រួលពោះសពមុនគេឲ្យប្រកាសថាគ្មានអ្វីនៅក្នុងពោះទេយើងសង្កត់ពោះដោយនេះអ្វីៗនៅក្នុងពោះនឹងចេញមកភ្លាមៗដើម្បីយកភាពមិនបរិសុទ្ធចេញដូច្នេះជួនកាលអ្នកត្រូវប្រឹងប្រែងខ្លាំងបន្តសង្កត់ហើយសង្កត់វានឹងបន្តចេញមកជួនកាលថ្នាំទាំងអស់លាយឡំជាមួយលាមកព្រោះអ្នកដឹងទេប្រសិនបើអ្នកមិនធ្វើបែបនេះទេយើងនឹងរុំដោយក្រណាត់រុំសពដូច្នេះស្រមៃថាអ្នកកំពុងរុំហើយបន្ទាប់មក1ឬ2ម៉ោងក្រោយមកនៅឯវាកប់សពអ្នកលើកសពចេញដើម្បីដាក់ចូលក្នុងរណ្ដៅហើយនៅខាងក្រោមសពគឺសុទ្ធតែលាមកដូច្នេះអ្វីដែលយើងធ្វើគឺប្រើប្រាស់ប្រដាប់ជូតសាប៊ូឬប្រេងក្រអូបហើយពីខាងក្រោមយើងជូតសម្អាតបន្ទាប់មកយើងមើល
ជប់សម្លឹងមើលបន្តមើលថាតើមានលាមកឬអ្វីដែលមិនគួរមានដែរទេរហូតដល់សាប៊ូនោះនៅតែមានពណ៌សដដែលបន្ទាប់មកយើងដឹងថាវារួចរាល់ អ្នកមិនបានប៉ះទាល់នឹងផ្នែកទាំងនោះទេមែនទេ អត់ទេអ្នកមានរបាំងរវាងអ្នកនិងផ្នែកនោះគោលបំណងរបស់យើងគឺឲ្យប្រកាសថាយើងមើលប្រដាប់ជូតឬសាប៊ូឲ្យវាត្រឡប់មកវិញស្អាតបរិសុទ្ធគ្មានស្នាមឬក៏ខ្វក់ឡើយតុលាងសពគឺមានរាងបែបនេះហើយមានរន្ធបង្ហូរទឹកដូច្នេះសពអង្គុយពីលើដូច្នេះអ្វីដែលចេញមកនឹងហូរចូលទៅក្នុងរន្ធបង្ហូរទឹកប្រសើរយើងឃើញវាច្រើនហើយយើងសម្អាតយើងត្រូវដាក់សម្លៃចូលទៅក្នុងផ្នែកខាងក្រោយដូច្នេះយើងដាក់សម្លៃពីក្រោមដៃរបស់យើងដើម្បីបិទវាដូចជាឆ្នុកមូលអីចឹងហើយយើងដាក់បន្ទះសម្លៃផ្លាស្ទិកដើម្បីកុំឲ្យវាជ្រាបដូច្នេះការងារនេះមិនមែនងាយស្រួលទេវាទាមទារភាពឯកជនខ្លាំងនិងការទទួលខុសត្រូវខ្ពស់ណាស់បើសិនបើឥឡូវនេះអ្នកត្រូវបានគេប្រកាសថាស្លាប់ការរៀបចំត្រូវបានធ្វើឡើងសម្រាប់ពិធីបុណ្យសពរបស់អ្នកសារ WhatsApp នឹងផ្ញើទៅកាន់មនុស្សជុំវិញពិភពលោកឬជុំវិញកន្លែងណាអាស្រ័យលើថាអ្នកល្បីប៉ុណ្ណាបុគ្គលនេះឬបុគ្គលនោះបានស្លាប់ហើយអ្នកនឹងត្រូវបានសែងនៅលើស្មារបស់មនុស្សដែលអ្នកស្គាល់ឬជនប្លែកមុខអាស្រ័យលើចំនួនមនុស្សឬអ្នកណាអាចលើកបានពួកគេនឹងបន្តដំណើរទៅកាន់វាលកប់សពទៅកាន់រណ្ដៅនៅលើដីហើយខ្ញុំតែងតែប្រាប់មនុស្សថារណ្ដៅនោះគឺដូចជារណ្ដៅដែលឆ្មាជីកដើម្បីបន្ទោបងអីចឹងគ្រាន់តែជ្រៅជាបន្តិចនិយាយផ្សេងទៀតពួកគេនៅទីនោះគ្រាន់តែដើម្បីដាក់អ្នកចូលក្នុងរណ្ដៅហើយចាក់ចេញមើលចុះនេះជាទីបញ្ចប់សម្រាប់មនុស្សជាតិ ហើយអ្វីបានជាអ្នកមូស្លីមត្រូវលាងសម្អាតសពមុនពេលបញ្ចុះហើយដោយសារការបូជាសពមានប្រជាប្រិយភាពនៅជុំវិញពិភពលោកតើអ្នកមិនមែនអ៊ីស្លាមយល់ថាការអនុវត្តនេះចម្លែកដែរទេ តែអ្នកធ្លាប់ឃើញគេបូជាសពដែរទេពេលអ្នកមើលវាអ្នកនឹងយល់ថាតើកិត្តិយសនៃសាសនាអ៊ីស្លាមជាអ្វីពេលអ្នកបូជាសពខ្ញុំចាំបានថាមានពេលមួយមានបុរសម្នាក់បុរសចំណាស់ជាអ្នកចូលសាសនាអ៊ីស្លាមបុរសចំណាស់មកពីប្រទេសអឺរ៉ុបប៉ុន្តែគាត់នៅអូស្ត្រាលីហើយបងប្រុសរបស់គាត់ជាសាច់ញាតិជិតបំផុតដូច្នេះគាត់មានសិទ្ធិលើគាត់ពេលគាត់ស្លាប់យើងត្រូវបានគេជូនដំណឹងហើយបងប្រុសរបស់គាត់និយាយថាទេខ្ញុំនឹងបូជាសពគាត់ខ្ញុំនិយាយថាប៉ុន្តែបងប្រុសរបស់អ្នកជាអ៊ីស្លាមគាត់ចង់បានការបញ្ចុះតាមអ៊ីស្លាមទេមិនអាចទេអូខេដូច្នេះពួកយើងបានទៅមើលការបូជាសពគ្រាន់តែដើម្បីមើលឲ្យប្រកបនឹងបួងសួងឲ្យគាត់ព្រោះវាមិនស្ថិតក្រោមការគ្រប់គ្រងរបស់យើងឡើយពេលសពចូលទៅខាងក្នុងអ្នកដឹងទេមានអ្វីកើតឡើងពេលកម្ដៅប៉ះនឹងភ្លើងសពបានស្ទុះផ្លោះឡើងហើយគាត់បានសើចថា Oh my God គាត់នៅរស់ខ្ញុំនិយាយថាទេបងប្រុសអ្នកទើបតែសម្រាប់គាត់2ដងប៉ុណ្ណោះនិយាយបែបនេះទៅគាត់ដើម្បីឲ្យគាត់មានអារម្មណ៍មិនល្អព្រោះអ្វីដែលកើតឡើងគឺកម្ដៅខ្លាំងធ្វើឲ្យសាច់ដុំនិងសរសៃប្រសាទកន្ត្រាក់ដូច្នេះរាងកាយស្ទុះឡើងបែបនេះនេះជាការដាក់ទោសដូច្នេះនៅក្នុងអ៊ីស្លាមអ្នកកាន់សាសនាអ៊ីស្លាមរស់នៅក្នុងជីវិតដែលបរិសុទ្ធអ្នកដឹងទេពេលអ្នកទៅបន្ទប់ទឹកកាលៀងសម្អាតអ្នកធ្វើកិច្ចការសម្អាតពេលអ្នកបួងសួងដូច្នេះកិត្តិយសគឺការនាំយករាងកាយនោះត្រឡប់មកកាន់ស្ថានភាពនៃភាពស្អាតស្អំនិងបរិសុទ្ធព្រមទាំងដាក់វាបត់ទៅក្នុងដីវិញព្រោះដីគឺស្អាតបើសិនបើអ្នកធ្លាប់ចូលមើលបណ្ដាញសង្គមរបស់ខ្ញុំអ្នកនឹងអានខមមិនរបស់មនុស្សពួកគេនឹងនិយាយថាខ្ញុំជាកាតូលិកពួកគេដាក់អត្តសញ្ញាណភ្លាមៗខ្ញុំមិនមែនអ៊ីស្លាមទេប៉ុន្តែអ្វីដែលអ្នកធ្វើគឺកិត្តិយសអ្វីដែលអ្នកបង្ហាញគឺមនុស្សធម៌ពិតប្រាកដចំពោះសពពាក្យសម្ដីប្រភេទនេះបង្ហាញថាយើងគោរពអ្នកស្លាប់យើងផ្ដល់កិត្តិយសដល់ពួកគេហើយយើងផ្ដល់សិទ្ធិដល់ពួកគេហើយផលិតករល្បីៗជាច្រើនបានធ្វើវីដេអូឯកសារខ្លីៗជាមួយខ្ញុំពួកគេបានមកកាន់ពិធីបុណ្យសពហើយពួកគេបានត្រឡប់ទៅវិញដោយនិយាយថាបងប្រុសនេះជាពិធីប្រកបដោយកិត្តិយសបំផុតក្នុងការរៀបចំសពដែលខ្ញុំធ្លាប់បានឃើញខ្ញុំចាំបានថាបរិសម្នាក់នោះក្នុងអំឡុងពេលនោះមនុស្សបានរត់ទៅសែងមឈូសឡើងទៅកាន់វិហារហើយខ្ញុំចាំថាមនុស្សទាំងនោះមិនមែនជាអ៊ីស្លាមទេពួកគេជាផលិតករហើយពួកគេសួរថាតើនោះជាគ្រួសាររបស់គាត់ទាំងអស់ឬខ្ញុំនិយាយថាទេពួកគេជាជនប្លែកមុខហើយអ្វីបានជាពួកគេសែងមឈូសខ្ញុំនិយាយថាព្រោះនៅក្នុងអ៊ីស្លាមយើងទាំងអស់គ្នាជាបងប្អូនប្រុសស្រីនឹងគ្នាហើយគាត់គ្រាន់តែនិយាយថាបងប្រុសនេះពិតជាស្រស់ស្អាតណាស់ អ្នកបានចូលរួមពិធីបុណ្យសពជាច្រើនតើអ្វីដែលមនុស្សស្ដាយក្រោយបំផុត អ្វីដែលមនុស្សស្ដាយក្រោយបំផុតគឺការមិនបានភ្ជាប់ទំនាក់ទំនងសាច់ញាតិឡើងវិញឧទាហរណ៍មានបរិសម្នាក់គាត់បានចាប់ផ្ដើមបុកក្បាលនឹងជញ្ជាំងព្រោះគាត់មិនបាននិយាយជាមួយបងប្រុសរបស់គាត់អស់រយៈពេល10ឆ្នាំដោយសារតែរឿងអត់ប្រយោជន៍ពេលនិយាយនាងនិយាយអ្វីក៏ដោយដែលបាននិយាយហើយឥឡូវនេះនៅពេលស្លាប់ហេតុអ្វីបានជាខ្ញុំមិនអាចខនទៅទេទៅគាត់ហេតុអ្វីខ្ញុំមិនព្រមរំលាយរឿងនេះចោលអ្នកណាខ្វល់ឥឡូវនេះវាហួសពេលហើយមិនដែរម្នាក់ដែលត្រូវគេយកទៅកាន់កោសលវិច័យព្រោះគ្មាននរណាម្នាក់ដឹងថាគាត់ជានរណាគាត់បានស្លាប់អស់រយៈពេលជាមួយសប្តាហ៍នៅក្នុងផ្ទះរបស់គាត់កូនរបស់គាត់រស់នៅក្នុងផ្លូវជាមួយគ្នាប៉ុន្តែទីមើលពួកគេមិននិយាយជាមួយម្ដាយរបស់ពួកគេទេនៅពេលធ្វើពិធីបុណ្យសពរបស់គាត់ពួកគេវាយដីនឹងខ្សាច់ពួកគេមិនអាចទប់ទល់នឹងអារម្មណ៍បានទេនេះជាមូលហេតុដែលក្នុងនាមជាមនុស្សចូលលេបវាចូលទៅលះបង់មានះរបស់អ្នកទម្លាក់ខ្លួនឲ្យទៀតព្រោះស្បត់នឹងអល់ឡោះវាមិនមានតម្លៃស្មើនឹងសេចក្តីស្ដាយក្រោយទេព្រោះភ្លាមនៅពេលអ្នកទៅដល់រណ្ដៅសពសេចក្តីស្ដាយក្រោយនឹងគ្រប់យ៉ាងនឹងត្រូវបញ្ចប់ដូច្នេះចូលឲ្យវាបញ្ចប់ចាប់ពីពេលនេះទៅមុនពេលអ្នកយកវាទៅកាន់រណ្ដៅសពភាពមានបានពិតប្រាកដនៅក្នុងពិភពលោកនេះគឺសេចក្តីស្ងប់ចិត្តសាគីណាភាពស្ងប់ស្ងាត់សេចក្តីស្ងប់ចិត្តគឺជាទ្រព្យសម្បត្តិដែលមិនចេះស្រុតចុះឬវិនិច្ឆ័យឡើយ តើអ្នកស្លាប់អាចមើលឃើញឬឮសម្លេងពួកយើងបានទេ ដោយព្យាការីមានប្រសាសន៍ថានៅពេលស្លាប់អ្នកនឹងឮសម្លេងជើងដើរចាក់ចេញអ្នកនឹងឮសម្លេងជើងន័យថាឥឡូវនេះអ្នកនៅម្នាក់ឯងនៅក្នុងរណ្ដៅសពមនុស្សបានចាក់ចេញពីអ្នកហើយនោះជាពេលតែមួយគត់ដែលត្រូវបានដំណើរថាប៉ុន្តែជាការឮប្រភេទណាមានតែអល់ឡោះទេដែលជ្រាបព្យាការីក៏បានប្រកាសដែរថាកុំធ្វើបាបឬបំបាក់ឆ្អឹងរបស់អ្នកស្លាប់ព្រោះអ្នកស្លាប់អាចទទួលដឹងព្រោះពួកគេអាចទទួលដឹងដូចជាមនុស្សរស់ដែរហើយអល់ឡោះជ្រាបច្បាស់បំផុតប៉ុន្តែយើងតែងតែគិតក្នុងផ្លូវល្អចំពោះគ្រប់យ៉ាង តើមានអ្វីកើតឡើងប្រសិនបើមនុស្សម្នាក់ស្លាប់ដោយមិនបានធ្វើការលាងសម្អាតកាយ ប្រសិនបើមនុស្សម្នាក់ដោយចេតនាឬចង់មិនសម្អាតឧទាហរណ៍ខ្ញុំមិនដឹងទេគាត់មានទំនាក់ទំនងជាមួយភរិយារបស់គាត់ហើយគាត់តែបន្តត្រឡប់ទៅធ្វើការវិញដោយមិនបានសម្អាតនេះគឺគាត់មិនបរិសុទ្ធគាត់ស្ថិតក្នុងស្ថានភាពមិនបរិសុទ្ធអល់ឡោះនឹងរៀបចំជាមួយគាត់តាមវិធីនោះប៉ុន្តែមិនមែនន័យថាគាត់មិនមែនជាមូស្លីមទៀតទេប្រកបណាស់គាត់នៅតែជាមូស្លីមគាត់នៅតែត្រូវលាងសម្អាតរុំសពនិងធ្វើឲ្យស្អាតបរិសុទ្ធប៉ុន្តែនោះជាបាបនៅលើរូបគាត់ តើមានបទពិសោធន៍អ្វីខ្លះក្នុងការងាររបស់អ្នកដែលប៉ះពាល់ផ្លូវចិត្តអ្នកយ៉ាងយូរ នេះកាលពី25ឆ្នាំមុនហើយពួកយើងបានបញ្ចប់ពិធីបុណ្យសពខ្ញុំបានផ្លោះឡើងលើគ្រឿងចាក់ខ្ញុំបានបន្តជីកលើគ្រឿងចាក់ជីកដីបរិសម្នាក់នេះបានឈរនៅក្បែរគ្រឿងចាក់ជីកដីគាត់មានកម្ពស់គាត់ខ្ពស់ខ្លាំងខ្ញុំនៅខ្ពស់ហើយគាត់ក៏នៅខ្ពស់ហើយគាត់មានបរិសុទ្ធតូច2នាក់ទៀតនៅជាមួយគាត់ហើយគាត់មានខ្ញុំចាំថាអាវកងៀស្បែកពណ៌ខ្មៅហើយគាត់និយាយមកខ្ញុំថាតើមានពិធីបុណ្យសពមួយទៀតទេខ្ញុំនិយាយថាទេគាត់តែជារណ្ដៅបំរុងពួកខ្ញុំតែងតែជីករណ្ដៅបំរុងទុកហើយខ្ញុំចាំថាមើលភ័ក្រ2នាក់របស់គាត់និយាយថាអាលីតោះទៅហើយគាត់ក៏ទៅថ្ងៃបន្ទាប់ខ្ញុំចាំថាភ្លៀងធ្លាក់ថ្ងៃបន្ទាប់ពីនោះគេទេមកខ្ញុំនិយាយថាទៅជីករណ្ដៅសពធ្វើឲ្យធំជាងមុនបន្តិច ដូច្នេះខ្ញុំនិយាយថាបងប្រុសយើងជីក2ម៉ែត្រវានឹងមិនធំជាង2ម៉ែត្រទេទោះជានរណាក៏ដោយអ្នកដឹងទេពួកគេនិយាយបំផៅពិធីបុណ្យសពបានមកដល់ខ្ញុំនៅក្នុងរណ្ដៅសពពួកគេហុចមកឲ្យខ្ញុំលោតចូលក្រណាត់រុំសពអ្នកមិនដឹងជានរណាទេគ្មានអ្វីសោះប៉ុន្តែខ្ញុំចាំថាគាត់ខ្ពស់ជាងរណ្ដៅសពដូច្នេះខ្ញុំត្រូវបត់ជើងបន្តិចដើម្បីឲ្យប្រកាសថាគាត់ដាក់ចូលល្មមឡើងមកលើបិទគ្រប់យ៉ាងរួចចាក់ចេញ
បន្ទាប់ខ្ញុំទៅលឿននៅពេលព្រឹកដើម្បីជីកឥឡូវនេះខ្ញុំឃើញស្ត្រីម្នាក់នៅជិតរណ្ដៅសពនៅរណ្ដៅសពដែលខ្ញុំទើបតែធ្វើការពីម្សិលមិញដូច្នេះខ្ញុំបិទម៉ាស៊ីនហើយខ្ញុំធ្លាប់សួរសំណួរតើពួកគេនិយាយអ្វីតើពួកគេធ្វើអ្វីមុនពេលស្លាប់តើពួកគេបានលឺអ្វីមួយខ្ញុំមានការចង់ដឹងចង់ឃើញខ្លាំងគាត់និយាយមកខ្ញុំថាអ្នកមិនជឿទេគាត់នៅទីនេះកាលពីប្រហែលថ្ងៃមុនខ្ញុំសួរថាសម្រាប់បុណ្យសពនោះឬគាត់ឆ្លើយថាចាស់ខ្ញុំសួរថាតើគាត់ស្លាប់យ៉ាងដូចម្ដេចគាត់និយាយថាគាត់បានទៅដេកហើយនៅពេលព្រឹកខ្ញុំដាក់គាត់នៅភ្នាក់ឡើយអាយុ40ឆ្នាំខ្ញុំសួរថាតើគាត់មានពាក់អាវងាស្បែកទេគាត់ឆ្លើយថានោះជាអាវងាដែលគាត់ចូលចិត្តបំផុតគាត់តែងតែពាក់អាវងាស្បែកខ្ញុំសួរថាតើគាត់មានបរិសុទ្ធពីរនាក់នៅជាមួយគាត់ទេពួកគេជាមិត្តភក្តិល្អបំផុតរបស់គាត់បន្ទាប់មកខ្ញុំមើលទៅផ្លាកសញ្ញានៅលើដីឈ្មោះវាសរសេរថាអាលីហើយខ្ញុំដឹងថាជាគាត់ពួកគាត់ខ្ពស់ហើយគ្រប់យ៉ាងត្រូវគ្នានឹងគាត់ទាំងអស់គាត់បានសម្លឹងមើលរណ្ដៅសពនៅខ្លួនឯងតែខ្ញុំមិនបានប្រាប់គាត់ទេតើអ្នកធ្លាប់លាងសម្អាតនិងបញ្ចុះសពមនុស្សដែលអ្នកស្រឡាញ់ដែរឬទេហើយតើវាមានអារម្មណ៍យ៉ាងណាដែរឪពុករបស់ខ្ញុំកាលពីពេលថ្មីនេះដែរពេលខ្ញុំចាំបានថាបានចុះហត្ថលេខាលើលិខិតមរណភាពសម្រាប់ឪពុកខ្ញុំចាំថាគាត់ធ្លាប់ចុះហត្ថលេខាលើលិខិតកំណើតរបស់ខ្ញុំពេលខ្ញុំទៅយកគាត់ពីមន្ទីរពេទ្យដើម្បីដឹកគាត់ត្រឡប់ទៅផ្ទះរៀបចំសពខ្ញុំកំពុងបើកបរហើយខ្ញុំមើលក្នុងឡានទំនិញបែបនេះហើយគាត់នៅខាងក្រោយស្លាប់បាត់ទៅហើយខ្ញុំនិយាយថាខ្ញុំកំពុងបើកបរជូនឪពុកធ្លាប់បង្រៀនខ្ញុំឲ្យបើកបរហើយខ្ញុំចាំបានពេលគាត់ធ្លាប់បង្រៀនខ្ញុំឲ្យបើកបរទៅមុខតើឯងកំពុងធ្វើអ្វីអ្នកដឹងទេឥឡូវនេះខ្ញុំកំពុងបើកបរជូនពុកធ្លាប់លាងសម្អាតខ្ញុំឥឡូវនេះខ្ញុំលាងសម្អាតគាត់ហើយអ្នកដឹងទេពេលខ្ញុំរំសពគាត់ខ្ញុំចាំបានពេលខ្ញុំឈឺឬនៅក្នុងក្រេគាត់តែងតែមកដាក់ភួយគ្របលើខ្ញុំហើយពិនិត្យមើលខ្ញុំឥឡូវនេះខ្ញុំកំពុងដាក់ភួយរុំជុំវិញគាត់ហើយស៊ុបហានឡោះពេលខ្ញុំបញ្ចុះគាត់ហើយវាជាលើកចុងក្រោយដែលខ្ញុំបានឃើញគាត់នឹងថើបគាត់ខ្ញុំមិនដែលបញ្ចេញមុខឬថើបបណ្ណាម្នាក់នៅក្នុងរណ្ដៅសពឡើយលើកលែងតែឪពុករបស់ខ្ញុំហើយខ្ញុំមានអារម្មណ៍ត្រជាក់នៃស្បែកសពខ្ញុំនិយាយថាអ្នកដឹងទេពុកមិនបានទៅណាទេវាទើបតែចាប់ផ្ដើមប៉ុណ្ណោះពួកយើងទាំងអស់គ្នានឹងទៅនៅទីនោះជាមួយពុកឆាប់នេះអ៊ីនសាអល់ឡោះវាជារឿងលំបាកបំផុតដែលអ្នកនឹងធ្លាប់ធ្វើគឺការបញ្ចុះឪពុកម្ដាយរបស់អ្នកវាជារឿងដែលអ្នករាល់គ្នានឹងត្រូវឆ្លងកាត់ប្រហែលជាអ្នកនឹងបញ្ចុះកូនរបស់អ្នកឬពួកគេនឹងអ្នកនឹងបញ្ចុះឪពុកម្ដាយរបស់អ្នកហើយនោះជាពេលដែលខ្ញុំឃើញតថភាពពិតប៉ះពាល់ដល់មនុស្សតើអ្នកធ្លាប់ជួបរឿងអាថ៌កំបាំងអ្វីខ្លះនៅក្នុងវាលកប់សពពួកយើងកំពុងធ្វើការហើយពួកគេបានបើករណ្ដៅសពមួយនៅមួយឆ្នាំក្រោយមកនៅបរទេសហើយជាធម្មតារណ្ដៅសពនឹងគ្មានអ្វីសល់ឡើយគ្រាន់តែមានឆ្អឹងមួយចំនួនពួកគេផ្លាស់ប្ដូរឆ្អឹងហើយពួកគេដាក់សពមួយទៀតព្រោះគ្មានដីច្រើនទេរណ្ដៅសពនេះភ្លាមនៅពេលពួកគេបើកពួកគេឃើញថារាងកាយសពនៅតែមានសភាពពេញលេញដដែលនៅតែដូចដើមដូច្នេះពួកគេបានបិទវាវិញដល់2ខែក្រោយមកពួកគេបើកវាម្ដងទៀតខ្ញុំបានទេទៅសួរថាមានអ្វីកើតឡើងព្រោះខ្ញុំបានចាក់ចេញពីកន្លែងនោះហើយពួកគេនិយាយថានៅតែដដែលដូច្នេះពួកយើងបានកំណត់ចំណាំវាមិនឲ្យបើកទៀតឡើយតើវាអាចទៅរួចទេដែលអ្នកមូស្លីមម្នាក់ស្លាប់ដោយបាត់បង់ជំនឿនៅនីតិចុងក្រោយដូចជាបាត់បង់ជំនឿនៅនីតិចុងក្រោយរបស់ពួកគេប្រកបណាស់នេះជាមូលហេតុដែលព្យាការីបានបង្រៀនថាចូលស្វែងរកទីបញ្ចប់ដ៏ល្អ Husnul Khatimah តែងតែស្វែងរកទីបញ្ចប់ដ៏ល្អសូមអល់ឡោះផ្ដល់ឲ្យយើងនូវទីបញ្ចប់ដ៏សុចរិតទីបញ្ចប់ដ៏ល្អព្រោះអ៊ីម៉ាមអាហ្មាត់ពេលឪពុករបស់គាត់កំពុងជិតស្លាប់គាត់នឹងសន្លប់នឹងដឹកខ្លួនឡើងវិញហើយគាត់នឹងនិយាយថាទេមិនទាន់ទេពេលគាត់អាចនិយាយអ្វីមួយបានចុងក្រោយកូនប្រុសរបស់គាត់និយាយទៅគាត់ថាពុកលោកជាបរិសុទ្ធសុចរិតតើលោកខ្លាចសេចក្តីស្លាប់ឬគាត់និយាយថាទេកូនប្រុសបីសាច់សតាំងកំពុងអង្គុយនៅក្បែររបស់ខ្ញុំនិយាយថាអូអាហ្មាត់ខ្ញុំបាត់បង់អ្នកហើយអូអាហ្មាត់អ្នកបានរបូតចេញពីដៃខ្ញុំអ្នកបានរបូតន័យថាអ្នកបានទូនឋានសួគ៌ចិត្តណាហើយខ្ញុំមិនអាចយកអ្នកបានទេហើយគាត់កំពុងនិយាយថាទេមិនទាន់ទេន័យថាខ្ញុំមិនទាន់ចាញ់ទេសមរភូមិមិនទាន់បញ្ចប់ទេរហូតដល់យើងស្លាប់ហើយយើងស្លាប់ដល់ជើងទាំងពីរចូលទៅក្នុងឋានសួគ៌តមកអ្នកធ្វើវាបានរហូតមកដល់ពេលនោះការសាកល្បងនឹងកាន់តែខ្លាំងនៅពេលស្លាប់ព្រោះនោះជាពេលដែលសេចក្តីអត់ធ្មត់ធំបំផុតត្រូវបានទាមទារនេះជាពេលដែលសាតាំងធ្វើការសាកល្បងខ្លាំងបំផុតដើម្បីនាំអ្នកឲ្យងាកចេញនៅចុងបញ្ចប់វាចង់ធ្វើឲ្យអ្នកជឿថាមិនមានបរិលោកគ្មានអ្វីទាំងអស់សម្រាប់មនុស្សដែលបានបាត់បង់មនុស្សជាទីស្រឡាញ់តើពួកគេអាចធ្វើអ្វីបានខ្លះដើម្បីផ្ដល់ផលប្រយោជន៍ដល់អ្នកស្លាប់ទៅបរិលោកព្យាការីមូហាម៉ាត់គាត់បានផ្ដល់ដំណឹងដល់យើងថានៅពេលអ្នកស្លាប់អ្នកត្រូវកាត់ផ្ដាច់ពីពិភពលោកនេះប៉ុន្តែបន្ទាប់មកគាត់បាននិយាយថាមានក្តីមេត្តាដ៏ស្រស់ស្អាតនៅទីនេះមាន3យ៉ាងដែលបន្តសម្រាប់អ្នកនៅពេលអ្នកស្លាប់កូនសុចរិតដែលអធិដ្ឋានឲ្យអ្នកដូច្នេះចូលវិនិយោគលើកូនរបស់អ្នកចំណេះដឹងដែលមានប្រយោជន៍ដែលអ្នកបង្រៀននរណាម្នាក់ហើយពួកគេបន្តវាដូច្នេះចូលបង្រៀនមនុស្សធ្វើជាគ្រូបង្រៀនផ្ដល់ចំណេះដឹងផ្ដល់ទូមានល្អមិនមែនទូមានអាក្រក់ទេហើយទី3គឺទានដែលបន្តធ្វើការសាងសង់អណ្ដូងទឹកវិហារអ្វីក៏ដោយហើយគម្ពីរគូអានពោលថាយើងនឹងនិយាយថានាំខ្ញុំត្រឡប់ទៅវិញដើម្បីឲ្យខ្ញុំអាចធ្វើទានដើម្បីឲ្យខ្ញុំអាចធ្វើការអធិដ្ឋានហើយតើអ្នកមានគំនិតទូមានអ្វីខ្លះដើម្បីឲ្យពួកគេចងចាំអំពីសេចក្តីស្លាប់ចូលចងចាំសេចក្តីស្លាប់ឲ្យបានច្រើនខណៈពេលដែលអ្នកកំពុងមានជីវិតរស់នៅនិយាយផ្សេងទៀតចូលចងចាំវាឲ្យបានច្រើនព្រោះសេចក្តីស្លាប់គឺជាអ្នកបំផ្លាញការពង្រឹងដោយតែព្យាការីបានប្រាប់យើងការចងចាំសេចក្តីស្លាប់ធ្វើឲ្យបេះដូងយើងទន់ភ្លន់ហើយវាធ្វើឲ្យយើងដឹងថាបញ្ហានៃពិភពលោកនេះគឺជារឿងបណ្ដោះអាសន្នជំងឺការលំបាកការសាកល្បងគឺបណ្ដោះអាសន្នហើយវានាំយើងឲ្យកាន់តែជិតស្និទ្ធនឹងការធ្វើអំពើល្អនិងការជួបជាមួយព្រះអ្នកបង្កើតរបស់យើងម្ចាស់នៃព្រលឹងរបស់យើងដែលទ្រង់បានបង្កើតយើងហើយនឹងហៅព្រលឹងរបស់យើងត្រឡប់ទៅវិញដែលយើងជាខ្ញុំរបស់ទ្រង់ហើយនោះគឺអល់ឡោះចំពោះអល់ឡោះយើងនឹងត្រឡប់ទៅវិញប៉ុន្តែសម្រាប់មនុស្សធម្មតាចូលទៅទស្សនាតំបន់កប់សពនាំកូនរបស់អ្នកទៅកាន់តំបន់កប់សពហើយពួកគេដឹងថាតើពិភពលោកជាអ្វីថាពិភពលោកនេះជារឿងបណ្ដោះអាសន្នពិភពលោកនេះជាការភ័ន្តច្រឡំហើយសម្រាប់ខ្លួនអ្នកតំបន់កប់សពគឺជាគុណធម៌មួយក្នុងការទៅទស្សនាព្រោះវាធ្វើឲ្យបេះដូងអ្នកទន់ភ្លន់ហើយអ្នកចងចាំថាស៊ុបហានអល់ឡោះថាអ្នកដែលនៅថ្ងៃមួយគឺជាពួកគេបានធ្វើមុនអ្នកដើរនឹងមានផ្ទះធំជាងហើយមានសារៈសំខាន់ជាងអ្នកពួកគេនៅក្រោមដីឥឡូវនេះថ្ងៃនេះអ្នកនៅទីនេះប៉ុន្តែថ្ងៃស្អែកអ្នកនឹងនៅក្រោមដីដូចជាពួកគេដែរ